bạnមុននឹងចាប់ផ្ដើមបន្តអំពីសំណួរចម្លើយជូនទៅដល់អស់លោកអ្នកស្ដាប់បន្តទៀតខ្ញុំបាទសូមគោរពដល់លោកគ្រូអាចារ្យរបស់អាចារ្យឬលោកប្អូនអាចារ្យទាំងអស់ដោយសេចក្តីនឹករលឹកពិសេសគឺអស់លោកស្រីដែលតែងតែតាមដានស្ដាប់និងទស្សនានៅវីដេអូដែលខ្ញុំបានចែករំលែកមកដល់ពេលនេះខ្ញុំមានសំណួរចង់សួរទៅដល់អស់លោកថាក្រោយពីអស់លោកបានស្ដាប់នៅវីដេអូបកស្រាយទៅតាមក្បួនច្បាប់នានានៅក្នុងពិធីមង្គលការខ្មែរនេះតើអស់លោកកំចាត់បងបាននៅសេចក្តីសន្តិសង្ស័យបានខ្លះហើយឬនៅហើយកើនចំណេះដឹងក្នុងការស្រាវជ្រាវនេះបានខ្លះជាងពីមុនដែរទេសូមអស់លោកមានជា comment មកចុះដើម្បីខ្ញុំបានជ្រាបអំពីការព្យាយាមសិក្សារបស់លោកផងព្រោះមែនទែនទៅការចែករំលែករបស់ខ្ញុំនេះគឺមួយផ្នែកចង់ទុកតម្កល់ទៅជាឯកសារដែលយើងបានសិក្សាស្រាវជ្រាវហើយនៅក្នុងទម្រង់អាពាហ៍ពិពាហ៍ខ្មែរយើងក្បួនច្បាប់ជំនាញប្រឡប់ប្រពៃណីហើយមួយទៀតខ្ញុំគិតថារាល់វីដេអូដែលខ្ញុំបានធ្វើទៅជូនដល់អស់លោកគឺជាការផ្ដល់នូវភាពងាយស្រួលជូនដល់អស់លោកមិនលំបាកស្វែងរកនៅឯកសារនានាទេសម្រាប់អស់លោកដែលមិនមានពេលវេលាគឺគ្រាន់តែចំណាយពេលវេលាទំនេររបស់អស់លោកឬក៏ពេលវេលាដែលកំពុងតែធ្វើកិច្ចការងារផងក៏អាចស្ដាប់នៅរាល់វីដេអូរបស់ខ្ញុំហើយទទួលបានចំណេះដឹងដូចគ្នាព្រោះឯកសារដែលខ្ញុំលើកឡើងយកមកផលិតធ្វើជាវីដេអូនៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរយើងនេះគឺខ្ញុំបានដកស្រង់ចេញពីឯកសារតាមការតម្រង់ទិសរបស់ក្រសួងធម្មការសាសនានិងក្រសួងវប្បធម៌ព្រមទាំងវិចិត្រសិល្បៈដែលឯកសារនេះគឺកើតឡើងក្រោមការរៀបចំរបស់ឧទ្ទេសសាចារ្យឯកឧត្តមទេសសាចារ្យវាគ្មិនអ្នកជំនាញឯកឧត្តមលោកជំទាវដែលមានជំនាញនៅក្នុងកិច្ចការងារតទៅទៅទម្លាប់ប្រពៃណីវប្បធម៌ឬក៏សាសនាហ្នឹងនិងក្បួនច្បាប់មុននានាផ្សេងទៀតយកមកច្របាច់បញ្ចូលគ្នាងាយស្រួលដើម្បីឲ្យអស់លោកងាយស្រួលសិក្សាមិនន័យថាខ្ញុំនឹងលើកយកចំណុចណាដែលចាស់ទុំពីដើមលោកលើកឡើងមកជាចំណុចល្អចំណុចសំខាន់តទៅនឹងការថែរក្សាធានាទម្លាប់ប្រពៃណីឬក៏ធ្វើឲ្យត្រឹមត្រូវនោះយកមកដាក់ចូលនៅក្នុងឯកសារនេះបាទអាចមាននៅក្នុងវីដេអូផ្សេងលំដាប់ផ្សេងគ្នាអញ្ចឹងកម្មវិធីខ្លះក៏វាត្រូវទៅនឹងវីដេអូដែលនិយាយអំពីកម្មវិធីនោះអញ្ចឹងអស់លោកដែលតាមស្ដាប់រហូតមកតាមដានស្ដាប់មកក៏នឹងទទួលបាននៅចំណេះដឹងថ្មីប្លែកបាទនេះគឺជាការចាប់ផ្ដើមរបស់ខ្ញុំប៉ុណ្ណឹងព្រោះខ្ញុំបានផលិតវីដេអូមកនេះឃើញថាច្រើនដែរហើយមកដល់ពេលនេះនៅក្នុង channel YouTube របស់ខ្ញុំតទៅនឹងទម្រង់អាពាហ៍ពិពាហ៍របស់ខ្មែរយើងនេះហើយឥឡូវនេះខ្ញុំនឹងបន្តលើកឡើងពីសំណួរចម្លើយបន្តទៀតជូនទៅដល់លោកអ្នកស្ដាប់ដើម្បីបានទៅជាចំណេះដឹងទាំងអស់គ្នាបាទចឹងចូលមកដល់សំណួរទី85លោកបានសួរថាមានឮពាក្យនិយាយតគ្នាមកថាចំពោះអ្នកដែលពុំបានធ្លាប់បួសរៀនពុំអាចធ្វើជាអាចារ្យតើរឿងនេះជាការពិតត្រឹមត្រូវដែរឬទេបាទនេះគឺជាការកត់សម្គាល់ឃើញទៅលើរបៀបនៃការដឹកនាំកិច្ចកម្មវិធីនៅក្នុងមង្គលការឬក្នុងពិធីបុណ្យទានផ្សេងព្រោះហេតុអីបានជាលោកនិយាយហេតុដូច្នេះហើយរឿងនេះគឺជារឿងដែលផ្អែកទៅលើប្រវត្តិអតីតកាលឬក៏អតីតកាលដែលយើងធ្លាប់បានដឹងឮមកថាកាលពីជំនាន់ដើមមុនជំនាន់យើងក្តីឬក៏មុនជំនាន់ពុកម្ដាយយើងក្តីប្រទេសយើងធ្លាប់មានវិបត្តិតកតងទៅនឹងការអប់រំនឹងឯងមានន័យថានៅតាមសាធារណៈការសិក្សាបែបប្រព័ន្ធសាធារណៈហ្នឹងมันមានទលំទលាយដោយបច្ចុប្បន្ននេះទេភាគច្រើនចំនួនដើមគឺមានតែនៅក្នុងវត្តអារាមដែលមានប្រសង់ជាគ្រូបង្រៀនហើយវត្តអារាមគឺជាឃ្លាំងនៃវប្បធម៌ចំណេះជំនាញផ្សេងមិនថាការជំនាញឯកទេសចិញ្ចឹមមុខរបរចិញ្ចឹមជីវិតក្តីឬក៏តកតងទៅនឹងការតែងនិពន្ធឬក៏ការសរសេរអត្ថបទឬក៏សរសេរសាត្រាសរសេររឿងអីផ្សេងប្រែគម្ពីរអីផ្សេងគឺកើតចេញពីវត្តអារាមអញ្ចឹងការចេះដឹងហ្នឹងមួយផ្នែកធំរបស់មនុស្សជាន់ដើមនិយាយទៅពីថាពីឪពុកយើងទៅចោះឬក៏ពីជីតាយើងទៅចោះឬក៏តាទួតយើងទៅចោះយើងរាប់ថា100ឆ្នាំមុនឬក៏200ឆ្នាំមុនគឺអញ្ចឹងយើងគ្រាន់តែសិក្សាទៅលើប្រវត្តិសាស្ត្រដែលខ្មែរយើងស្ថិតនៅក្រោមអាណានិគមរបស់បារាំងយើងគិតមើលតាំងពី1863មកដល់1953ទើបយើងមានឯករាជ្យពេញលេញក្នុងការដឹកនាំប្រទេសរបស់យើងវិញដែលមានព្រះមហាក្សត្រដឹកនាំប្រទេសឡើងវិញអញ្ចឹងយើងឃើញថាកាលពីអតីតកាលហ្នឹងក្នុងសម័យហ្នឹងផងត្រឹមតែក្នុងសម័យហ្នឹងមិនន័យថា
ការចេះដឹងដោយច្រើនគឺនៅក្នុងវត្តអារាមនឹងឯងកូនប្រុសអាចបួសបាននៅក្នុងវត្តអារាមមានពេលសិក្សារៀនសូត្រយូរសិក្សារៀនសូត្រច្រើនរហូតទៅដល់អស់លោកខ្លះលោកបានបួសរៀនយូរឆ្នាំយូរឧស្សាហ៍ទៅគឺចេះប្រែទាំងគម្ពីរបត្រៃ3ដកអត្ថកថាឬក៏ចេះដឹងក្បួនច្បាប់ទំនៀមទម្លាប់អីផ្សេងហើយមានសិស្សគុណរាប់រយរាប់ពាន់អង្គអ្នកក៏មានដែរប៉ុន្តែចំពោះកូនស្រីមិនសូវបានឱកាសសិក្សាច្រើនដោយកូនប្រុសទេច្រើនតែរៀនពីចាស់ទុំណាដែលគាត់ដឹងក្បួនច្បាប់ទំនៀមទម្លាប់ហ្នឹងនៅជាមួយគ្រួសារឬក៏មានចាស់ទុំណាគាត់បណ្ដុះបណ្ដាលអប់រំតាមក្បួនតាមទម្លាប់គាត់ចឹងទៅចឹងហើយបានជាពីដើមយើងហ្នឹងក៏មានពិធីកូនស្រីចូលមលុបហ្នឹងឯងកូនស្រីចូលមលុបមានន័យថាយករយៈពេលប្រហែលខែ3ខែ6ខែទៅតាមលទ្ធភាពជាក់ស្ដែងហ្នឹងរកចាស់ទុំឬក៏កូនស្រីខ្លួនឯងហ្នឹងដែលអាចចេះអានចេះមើលបានហ្នឹងក៏យកក្បួនច្បាប់ទំនៀមទម្លាប់នោះមកសិក្សារៀនសូត្រពីវិជាការមេផ្ទះឬក៏ក្បួនច្បាប់នៃការរួមរស់ជាប្តីជាប្រពន្ធដឹកនាំកូនចៅក្រុមគ្រួសារការប្រតិបត្តិចំពោះមាតាបិតាក៏ភ្ញៀវពន្លឺឬក៏ញាតិមិត្តអីជាដើមនេះគឺការចេះដឹងប្រភពពីដើមគឺអញ្ចឹងហើយចំពោះអ្នកបួសនឹងផងដែរពេលដែលលោកលាចាកសិក្ខាបទអស់និស្ស័យនៅក្នុងព្រះពុទ្ធសាសនាលោកសឹកមកជាគរិយាជាកុហកហើយមានគ្រួសារមានកូនមានចៅហើយក៏អាចមានចំណេះដឹងនឹងដឹកនាំកិច្ចកម្មវិធីបានដោយសារកាលដែលនៅបួសនឹងបានរៀនច្រើនដូចខ្ញុំលើកឡើងពីប្រវត្តិនៃការសិក្សាខាងដើមនៅក្នុងនឹងអញ្ចឹងគឺអាចចេះដឹងតាំងពីផ្នែកផ្លូវលោកផ្លូវធម៌ស៊ីជម្រៅរហូតដល់អាចដឹកនាំឲ្យគេបានអញ្ចឹងហើយនេះហើយជាចំណុចល្អមួយរបស់អ្នកបួសដែលពេលដែលគាត់មកកាន់កម្មវិធីធ្វើជាអាចារ្យឬធ្វើជាមហាអីគាត់មានគេហៅថាធាតុចូលសំខាន់ចំណេះដឹងជាមូលដ្ឋានរបស់គាត់នោះយកមកប្រពកិច្ចកម្មវិធីដឹកនាំហ្នឹងវាមានភាពងាយស្រួលហើយមែនតែនទៅនៅក្នុងពិធីមង្គលការខ្មែរក្នុងពិពាហ្នឹងឬក៏ក្នុងពិធីបុណ្យអីយើងឃើញហើយមានជាប់ពាក់ព័ន្ធទៅនឹងសាសនាការសូត្រធម៌សូត្រអាការពោលធម៌អាឬក៏គតិអប់រំនៅក្នុងពិធីបុណ្យក្តីឬនៅក្នុងពិធីមង្គលការក្តីហ្នឹងគឺដល់ច្រើនទៅគឺយើងយកចេញពីបត្រៃ3ដកប្រែចេញពីបត្រៃដកកថាមកយកមកធ្វើជាគតិអប់រំមនុស្សខ្មែរយើងហ្នឹងអញ្ចឹងទៅពេលដែលលោកដឹកនាំកិច្ចកម្មវិធីគឺមានភាពងាយស្រួលដោយសារលោកបានកាលដែលបួសរួននេះអាចរៀនធម្មៈបានជ្រៅជ្រះហើយក៏រៀនបាលីបានជ្រៅជ្រះរហូតដល់អាចយល់ស្គាល់ពាក្យពេចន៍អត្ថន័យនៃពាក្យនៅក្នុងភាសាបាលីចេះប្រែគម្ពីរអត្ថកថាបត្រៃ3ដកអីជាច្រើននេះឯងគឺជាលក្ខខណ្ឌពិសេសមួយសម្រាប់អ្នកដឹកនាំកម្មវិធីនឹងខ្លួនឯងហ្នឹងគឺងាយស្រួលពេលទៅប្រកបកិច្ចកម្មវិធីគឺថាច្បាស់លាស់នៅក្នុងការនិយាយស្ដីការដឹកនាំហ្នឹងមិនខ្លាចខុសមិនខ្លាចផ្លាត់ដោយសារយើងមានក្បួនសិក្សាពីក្បួនទំនៀមទម្លាប់ហ្នឹងមកហើយនេះឯងគឺជាចំណុចដែលសំខាន់ដែលលោកថាបើសិនបើមិនបានបួសហ្នឹងធ្វើជាអ្នកដឹកនាំកម្មវិធីធ្វើជាអាចារ្យធ្វើជាមហាមិនបានហ្នឹងគឺដោយសារពីដើមលោកផ្អែកទៅលើអញ្ចឹងហើយលោកសង្កេតឃើញថាមនុស្សជាន់ដើមអ្នកបួសជាន់ដើម10សឹកមកវិញមានយ៉ាងច្រើន2ឬ3ប៉ុណ្ណឹងអីដែលថាអាចឃ្លៀងឃ្លាតវាវេឬមិនត្រឹមត្រូវនៅក្នុងកន្លងនៃការរស់នៅដោយធម៌ណាពីដើមគឺលោកខ្លាចតែអ្នកចេះដឹងរៀនសូត្រកាលនៅជាអ្នកបួសមិនថាភាសាមនេរឬភិក្ខុក៏ដោយតែសឹកមកវិញនឹងលោកមិនហ៊ានប្រព្រឹត្តអីផ្ដេសផ្ដាស់ទេគឺត្រឹមត្រូវណាស់ព្រោះថាយើងជាអ្នកចេះដឹងដល់យើងមកប្រព្រឹត្តពាសណាពាសណីពិសេសគឺអបាយមុខហ្នឹងគឺវាមិនតំណងវាមិនល្អវាទៅជាអាក្រក់ឈ្មោះសម្រាប់អ្នកបួសក្រោយអញ្ចឹងហើយលោកសង្កេតឃើញថាពីដើមហ្នឹងអ្នកចេះដឹងរៀនដល់ណាដល់ណីដែលហៅថាហៅដល់លោកមហាហៅដល់បណ្ឌិតអីហ្នឹងគឺអ្នកចេះហ្នឹងចេះមែនទេណាចេះដឹងខ្ពស់មែនទេណាអញ្ចឹងហើយលោកឲ្យតម្លៃណាថាឲ្យតែអ្នកបួសហ្នឹងគឺពីដើមគេលើកឲ្យកូនកំមុំហ្នឹងគឺថាឲ្យថាលឺលោកគ្រូសូត្រនេះសូត្រនោះឬក៏មហានេះមហានោះពីដើមគឺអ្នករៀនដែលបានឆ្លងកាត់សាលាឌីប្លូមបាលីឬក៏បញ្ចប់នៅជុំសិក្សាទុតិយភូមិបាក់ឌុបបាលីអីហ្នឹងគឺកម្រិតចេះខ្លាំងអស់យ៉ាងហើយអញ្ចឹងហើយពេលដែលរើសគូសកលអ្នកខ្លះគឺគេមានកូនមានចៅបំរុងទុកនិយាយកន្លែងនេះហាក់ដូចជាធ្ងន់ពេកប៉ុន្តែពីដើមលោកចាស់លោកនិយាយអញ្ចឹងថាមានកូនបំរុងទុកសម្រាប់គ្រូសង្គ្រាចនេះសង្គ្រួចនេះអង្គនេះអង្គនោះអញ្ចឹងទៅអ្នកចេះដឹងពីដើមគេគុណមើលទៅអញ្ចឹងទុកដាក់អញ្ចឹងព្រោះគេផ្ញើគូវាសនាអនាគតនិងអ្នកចេះដឹងអញ្ចឹងពីដើមអ្នកចេះដឹងឲ្យថាលោកគ្រូមហាហ្នឹងឬលោកគ្រូអាចារ្យហ្នឹង
លោកសឹកមកគឺមិនខ្វះទេកូនចៅសិស្សគុណប្រតិបត្តិបានតែទំនុកម្រងព្រោះធ្លាប់អាស្រ័យចំណេះដឹងការសិក្សារៀនសូត្រការនៅក្នុងវត្តអារាមឬក៏នៅក្រោមការមើលថែរបស់លោកកាលដែលនៅជាឧបជាឬជាគ្រូអីជាដើមនេះហើយនិយាយពីចំណុចសំខាន់ល្អបងអ្នកបួសប៉ុន្តែចំពោះការបួសហ្នឹងគឺចង់បញ្ជាក់ថាដល់តែបួសរៀនណាបាទបួសរៀនយ៉ាងហើយក៏ឲ្យចេះអានបាលីចេះប្រគូចេះយល់ពាក្យពេចន៍ខ្លះថាឲ្យត្រូវពាក្យភាសាបាលីទៅកុំឲ្យវាឆ្គាំឆ្គងហ្នឹងគឺយ៉ាងណាក៏នៅតែត្រឹមគ្រាន់តែបើសិនបើបួសហើយមិនបានរៀនសូត្រទេឬក៏បួសដែរតែបួសតិចតួចมันអាចចេះដឹងធម៌អានិយាយធម៌អាមិនកើតបញ្យល់ធម៌អាមិនត្រូវទេហ្នឹងក៏มันអាចយកមកធ្វើជាកិច្ចការដឹកនាំកម្មវិធីដល់មនុស្សម្នាទាំងឡាយបានដែរប៉ុន្តែបើតានាងទម្លាប់ខ្មែរយើងខ្លះគឺលោកនៅតែមានភាពជឿជាក់នឹងកក់ក្ដៅមួយទាំងយ៉ាងណាក៏ដោយឲ្យតែបានបួសទៅបីតិចច្រើនក្តីក៏ជាប់និស្ស័យទៅនឹងពុទ្ធសាសនាហ្នឹងបើយើងនិយាយថាការផ្សារភ្ជាប់ពុទ្ធសាសនាការជ្រះថ្លានឹងពុទ្ធសាសនាទោះបីបួសមិនបានយូរក្តីរហូតទៅដល់ក្នុងពាក្យបារាំងខ្មែរយើងថាសំបីតែការបួសនៅមួយសំកាំងដំរីគេថាឬមួយគណៈដូចយើងអង្គុយមកសន្ទុះសម្លឹងអីមួយតែមួយភាំងហ្នឹងហើយសឹកវិញក៏លោកថាមួយសំកាំងដំរីហ្នឹងលោកថាប៉ុណ្ណឹងក៏ជានិស្ស័យក្នុងពុទ្ធសាសនាដែរចាស់ទុំដូនតាខ្មែរយើងរហូតដល់បច្ចុប្បន្នក៏លោកនៅមានការរាប់អានអញ្ចឹងថាយ៉ាងហើយឲ្យបានបួសរៀនបានតិចតួច7ថ្ងៃ10ថ្ងៃឬក៏3ថ្ងៃក៏ដោយឲ្យបានជាប់ជានិស្ស័យក៏ឈ្មោះថាបានបួសបានរៀនដែរយ៉ាងហើយណាក៏យើងបានចូលទៅបួសទៅមានគ្រូឧបជាតកដោយសម្ពុតហង្សៈនឹងឲ្យលោកឲ្យបញ្ចតច្ចកបញ្ចកកម្មដ្ឋាននឹងមានគេសាលោមានអ្នកខាតន្តតចោជាដែរយ៉ាងហើយណាក៏យើងបានធ្លាប់ស្ដាប់ពាក្យបាលីពាក្យគ្រូឧបជាឲ្យយ៉ាងហ្នឹងដែរអញ្ចឹងក៏ហៅថាជានិស្ស័យដែរអញ្ចឹងសរុបមកវិញថាបួសតែអាចដឹកនាំកិច្ចកម្មវិធីបានលុះត្រាតែបួសច្រើនបន្តិចអាចយល់ពាក្យពេចន៍នៅក្នុងព្រះពុទ្ធសាសនាចេះអានភាសាបាលីយល់ពីអត្ថន័យនៃធម្មៈអីជាដើមអញ្ចឹងក៏ហៅថាក្រន់តែបើបួសតិចមិនអាចដឹកនាំកិច្ចកម្មវិធីធ្វើបានអាចារ្យមហាបានទេក៏ត្រូវសិក្សារៀនសូត្របន្ថែមហ្នឹងមិនអាចដឹកនាំគេបានទេបើតិចតួចតែបើយើងងាកមកវិញថាចុះបើអ្នកអត់បានបួសហ្នឹងដឹកមិនបានទេមិនមែនថាមិនបានទេគឺអាចបានដូចតែអ្នកបួសចឹងដែរអត់អីមិនថាអាចបានគឺបានក្នុងការដឹកនាំព្រោះការដឹកនាំហ្នឹងគេយល់ទៅលើអ្នកចេះតើអ្នកដឹងច្បាប់ដឹងក្បួនដឹងទំនៀមទម្លាប់តើអញ្ចឹងបើសិនបើយើងអត់បានបួសមែនប៉ុន្តែយើងមានសក្តីព្យាយាមមានសក្តីស្រឡាញ់នៅក្នុងទំនៀមទម្លាប់ប្រពៃណីពាក្យពុទ្ធដីកាឬការដឹកនាំក្នុងកម្មវិធីនឹងមានធម៌មានអាមានបល័យបកូអីហ្នឹងយើងព្យាយាមរៀនសូត្រទន្ទិញយើងលោករកគ្រូអាចារ្យឬក៏ប្រសង់អង្គណាជាឧបជាជាគ្រូយើងជាអ្នកតម្រង់ទិសដឹកនាំទៅគឺយើងទៅរៀនទៅសូត្ររៀនថាពីលោករៀនអានពីលោកសួរនាំស្រាវជ្រាវទៅយូរទៅយើងចេះយើងថាយើងយល់ត្រឹមត្រូវត្រង់តាមពាក្យពេចន៍ថាបាលីឲ្យយើងដឹងឲ្យចេះដឹងថាអានបែបណាមានន័យបែបណាថាឲ្យត្រូវចេះបែបបត់នៃការសូត្រការនិយាយចឹងទៅអាហ្នឹងគឺដូចតែអ្នកបួសហ្នឹងគេថាដូចអ្នកបួសក្នុងទីនេះគឺដូចត្រង់ថាការអាចសូត្រធម៌បានសូត្រចេះបានហើយបើយើងចង់ចេះឲ្យតែច្រើនព្យាយាមរៀនសូត្រឲ្យតែច្រើនដូចលោកទៅដូចអ្នកដែលធ្លាប់បួសរៀនទៅបើន័យថាសូត្ររហូតទៅដល់អាចចេះធម៌សូត្រមុនឬក៏បាំងស្គរពឹស្ដាឬក៏សូត្រធម៌អីផ្សេងឬអានរឿងរ៉ាវជាដកប្រវត្តិអីផ្សេងឲ្យចេះច្រើនទៅក៏អាចថាជាធនធានមួយសំខាន់គឺជាគេហៅថាជាមូលដ្ឋាននៃចំណេះដឹងក្នុងការយកទៅដឹកនាំកិច្ចកម្មវិធីនឹងខ្ញុំនិយាយបញ្ជាក់ថាដែលមិនបួសក៏អាចតែអាចធ្វើអាចារ្យបានគឺត្រូវរៀនក្បួននឹងឯងព្រោះទាំងអស់ហ្នឹងគឺសិតតែក្បួនទេដោយអ្នកបួសក៏ដោយក្នុងការដឹកនាំកិច្ចកម្មវិធីមង្គលពិធីបុណ្យទានហ្នឹងក៏ត្រូវតែសិក្សានៅលើក្បួននឹងទាំងអស់ដូចគ្នាគាត់ថាអ្នកដែលធ្លាប់បានរៀននៅក្នុងសាលាបាលីទៅក៏ដឹងពីរបៀបនៃការអានយល់ទៅព្រោះបានសិក្សារៀនសូត្រច្រើនយូរតែយើងអ្នកការិយវិទ្យាកុហកធម្មតាមានសក្តីប្រាថ្នាចង់ចេះចំណេះជំនាញហ្នឹងក៏ព្យាយាមស្រាវជ្រាវឯកសារខ្ញុំរៀនមកសូត្រហើយមួយទៀតចំណុចដែលសំខាន់គឺត្រូវតែមានក្រមសីលធម៌មានហេរិអតបៈផងណាយើងវាចាកនៅបញ្ចវរិយអបាយមុខវាចាកអបាយមុខមានស្រីស្រាលបែងហើយមានសិលវត្តមានអិយាបថមយាទត្រឹមត្រូវគួរជាទីគោរពរបស់មនុស្សម្នាផងទាំងឡាយនោះហើយយើងអាចដឹកនាំគេបានហើយព្រោះមែនទែនទៅដូចជាព្រះពុទ្ធព្រះអង្គទ្រង់ត្រាស់ថាអញ្ចឹងត្រាស់សម្ដែងថាអត្តានੰឧបមង្កត្វាត្រូវយក
ខ្លួនឯងនឹងធ្វើជាឧបមាបើយើងដឹកនាំគេត្រូវតែយើងនឹងជាអ្នកដែលអាចដឹកនាំខ្លួនឯងបានយើងប្រដៅគេលុះតែយើងនឹងប្រដៅខ្លួនឯងបានមិនមែនយើងគ្រាន់តែមានឈ្មោះថាជាអាចារ្យទៅជាមហាប៉ុន្តែក្រមសីលធម៌យើងធ្លាក់ចុះក្រមសីលធម៌យើងទាបមើលទៅมันគួរជាទីជ្រះថ្លារបស់មហាជនទូទៅនឹងគឺมันល្អទេទោះបីតែយើងខំប្រឹងជាយាមធ្វើនៅក្នុងកិច្ចការងារហ្នឹងក៏វាមិនតំណងដែរព្រោះការដឹកនាំកម្មវិធីការវិធីបុណ្យនេះវាខុសពីការដឹកនាំនៅកិច្ចការងារខាងក្រៅផ្សេងបែបជាការីវិសបែបជាលោកយៈពេលខ្លះការដឹកនាំបែបជាខាងក្រៅក៏មានការប្រព្រឹត្តផ្លំផ្លត់ឆ្គាំឆ្គងចាក់ខុសនៅសិល5អីជាដើមឬក៏ប្រព្រឹត្តនៅអបាយមិនមានជាតោះមិនមានទំនាស់អីទេប៉ុន្តែប្រសិនបើយើងក្នុងនាមជាអ្នកដឹកនាំកិច្ចកម្មវិធីមង្គលពិសេសគឺមង្គលការឬក៏លោកអាចារ្យនេះគឺមិនបានទេត្បិតថាយើងជាការីវិសសាក់ចាក់ចេញសកាបត់យ៉ាងណាក៏ដោយប៉ុន្តែការយកគោលការណ៍ជីវិតការយកនៅពាក្យទូមានសខាបត់កាលដែលយើងធ្លាប់បុះរៀននឹងក្តីឬក៏យើងដែលរៀនហើយមកក្តីក្នុងនាមជាអ្នកដឹកនាំគេហ្នឹងគឺវាត្រូវតែមានអាគោលធម៌ហ្នឹងក្នុងខ្លួនជាប្រចាំថ្ងៃរបស់យើងកុំឲ្យវាធ្លាក់ចុះបាទព្រោះយើងអាចចម្រើនបានគឺដោយការគោរពនៅគុណធម៌ហើយមានគុណធម៌ខ្ពស់ជាងអ្នកដទៃបាទគឺយើងត្រូវចេះគោរពស្រឡាញ់ឲ្យតម្លៃខ្លួនឯងនិងគោរពស្រឡាញ់ឲ្យតម្លៃអ្នកដទៃមិនបៀតបៀនអ្នកដទៃមិនមើលងាយអ្នកដទៃមិនប្រមាថអ្នកដទៃចេះសង្គ្រោះចេះសន្តោសចេះអធ្យាស្រ័យហៅថាមានសិលវត្តល្អក្នុងការរស់នៅដូច្នោះយើងអាចធ្វើបានក្នុងការដឹកនាំពិធីមង្គលសរុបបញ្ជាក់មកវិញថាអញ្ចឹងអ្នកមិនបានបួសរៀនក៏អាចធ្វើជាអាចារ្យដឹកនាំកម្មវិធីបានដែរមិនថាពិធីមង្គលការឬពិធីបុណ្យទានទេឲ្យតែយើងមានការសិក្សារៀនសូត្រចេះដឹងនៅក្នុងកិច្ចកម្មវិធីហ្នឹងដូចជាអ្នកធ្លាប់បួសរៀនគឺអាចធ្វើបានដូចគ្នាហើយអ្វីដែលសំខាន់មួយទៀតគឺក្រមសីលធម៌បាទហើយជាយាមរៀនសូត្រស្វែងរកក្បួនច្បាប់គម្ពីរនានាតកតងទៅនឹងកិច្ចកម្មវិធីទាំងអស់ហ្នឹងឲ្យត្រូវឲ្យត្រង់អនុវត្តឲ្យបានត្រឹមត្រូវតាមបែបទម្រង់របស់ខ្មែរយើងនោះហើយអស់លោកនឹងទទួលបានការគោរពស្រឡាញ់រាប់អានចូលចិត្តពីជនផងទាំងពួងបាទអញ្ចឹងខ្ញុំសូមលើកឡើងសំណួរជូនដល់អស់លោកហើយនឹងឆ្លើយជាចម្លើយពាក់ព័ន្ធទៅនឹងរឿងការដឹកនាំពិធីមង្គលឬក៏ពិធីបុណ្យទានផ្សេងៗក្នុងនាមជាអាចារ្យហ្នឹងត្រឹមតែប៉ុណ្ណេះបាទសូមអរគុណ